ដល់រដូវត្រពាំងទៀតហើយបងប្អូនអើយថ្ងៃនេះមកកាច់ត្រពាំងនៅក្រោយផ្ទះហ្នឹងដើម្បីយកទៅធ្វើជ្រក់ដូចរាល់ឆ្នាំញ៉ាំហើយបង្ហាញបងប្អូនផងនិយាយពីត្រពាំងឆ្ងាញ់ហើយផ្អែមមែនទែនបងប្អូនតោះទៅតាមដានទាំងអស់គ្នានៅស្រុកបារាំងប្រហែលថ្ងៃនេះគឺមេឃល្អណាស់បងប្អូនឡើងដល់20ដឺក្រេជាងនិង30ដឺក្រេជាងឥឡូវនេះដើរទៅក្រោយកាច់ត្រពាំងតែមុននឹងកាច់ត្រពាំងនេះដើរមើលផ្កាមើលអីផ្កាស្មៅឯងបងប្អូនផ្កាហ្នឹងធំស្អុយស្អុយតែស្អាតឥឡូវមកដល់ខាងក្រោយផ្ទះនេះគឺដើមអាស័យនឹងឯងដែលវាដកត្រពាំងរាល់ឆ្នាំហើយត្រពាំងនេះគឺនឹងខ្ញុំកាច់ពីម្សិលមិញតែអត់បានថតវីដេអូដើរមកក្រោយហ្នឹងគឺដើរមកធម្មតាដើរលេងទេដល់ពេលឃើញត្រពាំងម្សិលមិញតែអីចាប់ដើមលូតត្រពាំងហីអញ្ចឹងស្អែកឡើងហ្នឹងក៏ចាប់ដើមកាច់បង្ហាញបងប្អូននៅថ្ងៃនេះនឹងឯងនក់ត្រពាំងបងប្អូននិយាយពីលូតមកអូយខ្ចីខ្ចីហើយល្អល្អមែនទែនហ្មងហើយអត់ចាំបាច់ទៅណាឆ្ងាយទេនៅខាងក្រោយផ្ទះនាងខ្ញុំនឹងឯងបងប្អូនដែលតាមដានវីដេអូនឹងខ្ញុំគឺប្រកាសជាបានឃើញហើយបានដឹងហើយថានាងខ្ញុំកាច់រាល់ឆ្នាំនៅខាងក្រោយផ្ទះនាងខ្ញុំហ្នឹងគឺវាមានអាស័យអញ្ចឹងវាដុះជាត្រពាំងនឹងទៅអូយងាយស្រួលខ្លាំងមែនតែនអានេះបើនៅស្រុកខ្មែរយើងគេហៅដូចត្រពាំងព្រិចឯងបងប្អូនប៉ុន្តែនៅនេះនាងខ្ញុំអត់ដឹងហៅត្រពាំងអីទេហើយត្រពាំងនៅផ្ទះនាងខ្ញុំហ្នឹងគឺវាទៅចាប់ផ្ដើមលូតនឹងឯងបងប្អូនបាននាងខ្ញុំដើរមកឃើញចៃដន្យទៅក៏កាច់យកត្មងទៅបើនិយាយពីត្រពាំងហ្នឹងគឺឆ្ងាញ់ខ្លាំងមែនតែនបងប្អូនឡើងផ្អែមវាមានជាតិហាងតិចតិចដែរបងប្អូនតែមិនហាងខ្លាំងទេយើងញ៉ាំឆៅក៏បានដែរនឹងខ្ញុំអាសាកាច់ញ៉ាំឆៅដែរតាខ្ចីខ្ចីហ្នឹងប៉ុន្តែមិនហ៊ានញ៉ាំច្រើនទេបងប្អូនខ្លាចរាគពាក្យច្រើនគឺយកទៅស្លខឬក៏ចាឆារួមទាំងជ្រក់នឹងឯងអាស័យហ្នឹងគឺវាពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់បងប្អូនចំពោះសុខភាពស្លឹករបស់វានឹងខ្ញុំធ្លាប់បង្ហាញហើយគឺធ្វើជាថ្នាំដាំញ៉ាំដូចតែអញ្ចឹងបងប្អូនវាជួយឲ្យបំបត្តិជំងឺរលាកតម្រងនោមប៉ាកែស័ក្តិសិទ្ធិណាបងប្អូនអើយចំណែកទំពាំងវិញគឺយើងយកទៅស្លឆាខឬក៏ធ្វើម្ហូបអីផ្សេងៗបានយ៉ាងឆ្ងាញ់ថែមទៀតបើនិយាយពីឃើញទំពាំងនេះវិញខ្វាកបងប្អូនអើយมันច្រើនទេវាទៅម្ដុះនោះបងប្អូនប៉ុន្តែវាល្អនោះល្អហើយដឹងថាឆ្ងាញ់ហ្មងព្រោះដោយសារថាធ្លាប់យកទៅធ្វើជាម្ហូបញ៉ាំរាល់ឆ្នាំហីបងប្អូនតាមដាននឹងខ្ញុំឃើញដឹងហើយដូចជម្រាបបងប្អូនអញ្ចឹងហើយឲ្យទៅថាមានដុះលូតមកគឺថាកាច់យកហ្មងតែអីដែលស្ដាយគឺនៅដីចិត្តផ្ទះនាងខ្ញុំនោះដីបរត់ទេបងប្អូនតែចូលទៅអត់បានដោយសារវាមានបលាមានវាលវល់អីដែលធ្វើមិនឲ្យយើងចូលទៅកាច់ត្រពាំងនៅក្នុងនឹងកើតនៅក្នុងដីនោះគឺមានអាស័យច្រើនអញ្ចឹងត្រពាំងក៏វាលូតច្រើនដែរនេះបងប្អូនអាដីជាប់ហ្នឹងជាប់លបងផ្ទះនាងខ្ញុំហ្នឹងហ្មងឃើញត្រពាំងឯងបងប្អូនវាលូតមកធំណាហើយច្រើនមែនតែនប៉ុន្តែយើងចូលអត់កើតដោយសារវាមានវាលវល់អីពេញនឹងដូចជម្រាបបងប្អូនអញ្ចឹងហើយវាតាក់ដៃតាក់ជើងមុតអញ្ចឹងណាអញ្ចឹងចូលអត់កើតទៅក៏មិនដែលបានចូលទៅកាច់យកបើថាបានចូលទៅកាច់ទៀតនឹងមិនដឹងថាបានប្រហែលគីឡូទេបងប្អូនហើយនឹងវាដុះចាក់ចេញលូតមកក្រៅលបងផ្ទះនឹងខ្ញុំនឹងផងបានប៉ុណ្ណឹងកាច់មួយឆ្នាំញ៉ាំឡើងមកហត់ដែរហ្នឹងចូលបើសិនជាចូលទៅកាច់ទៀតមិនដឹងថាបានច្រើនកម្រិតណានេះបងប្អូនអើយល្អមែនតែនហ្មងនៅកលៀតណាក៏កាច់យកដែរឲ្យទៅថាកាច់ដល់កាច់កន្លែងណាឬសូផុសមកហ្នឹងអាហ្នឹងគឺវាខ្ចីត្រឹមនឹងឯងបងប្អូនបើនិយាយពីរឿងកាច់ត្រពាំងគេមានឲ្យម្លងទេលុះដល់ណាក៏កាច់យកដែរអាតងខ្ចីវាហ្នឹងអានេះកាច់ចោលព្រោះទីទៀតស្វមអីនេះខ្ញុំកាត់ស្មៅទៅគាត់កាត់អស់ហើយចឹងទៅគុំទៅកាច់ដែរកាច់វាអូមានសបុកចាបអីមកសបុកបងប្អូនអើយដឹងសបុកអីទេនេះមានសបុកចាបនឹងឯងនៅកន្លែងដើមអាស័យមួយយ៉ាងដែរកាច់បានប៉ុណ្ណេះបងប្អូនប៉ុណ្ណេះមកល្មមយើងធ្វើញ៉ាំបានណាឥឡូវអង្គុយសកសបកវាសិនបន្ទាប់ពីកាច់ត្រពាំងហើយរួចរាល់ហ្នឹងនឹងខ្ញុំចាប់ផ្ដើមអង្គុយបកសបកវាកាច់មើលទៅដូចបានច្រើនណាបងប្អូនទៅពេលបកសបកចេញអស់ទៅយកតែបដូលវាខ្ចីបានតែមកល្មមញ៉ាំទេប៉ុន្តែនឹងខ្ញុំញ៉ាំម្នាក់ឯងហ្នឹងអញ្ចឹងហើយវាច្រើនដែរបើស្វាមីហើយកូននឹងខ្ញុំអត់ចេះញ៉ាំទេបើកូនស្រីចេះញ៉ាំតែបើកូនពៅស្វាមីគឺអត់ចេះហ្មងនេះបងប្អូនអើយកាច់មកខ្ចីលវក់ចឹងមួយឆ្នាំបានញ៉ាំតែម្ដងទេត្រពាំងព្រិចនេះបកសបកឲ្យអស់គឺបានប៉ុណ្្នឹងបងប្អូនតែខ្ចីមែនតែនហ្មងហើយល្អដល់ឯនេះដើរមកវិញនឹងឃើញផ្កានេះវាដុះនៅគៀនផ្ទះនាងខ្ញុំរាល់ឆ្នាំហ្មងអញ្ចឹងទៅក៏ថតបង្ហាញបងប្អូនតិចទៅស្អាតណាបងប្អូនអើយដូចផ្កាกระดาษអញ្ចឹងនៅនេះគេហៅឈ្មោះរបស់វាថាផ្កាគូកាលីកូហើយផ្កាហ្នឹងវាមានធំមានទូចបងប្អូនហើយវាមានច្រើនពណ៌ដែរមានពណ៌ក្រហមដុតក្រហមស្រាលពណ៌ទឹកក្រូចហើយនិងពណ៌ផ្កាឈូកស្អាតណាផ្កាហ្នឹងនឹងខ្ញុំស្រឡាញ់ណាបាទនេះវិញគឺជាផ្កាកលាបនៅមុខផ្ទះនាងខ្ញុំណាឡើងមកដល់លើផ្ទះវិញហ្នឹងគឺយកត្រពាំងដែលបានបកសបកហើយមកលាងសម្អាតឲ្យស្អាតជាមុនសិនណាបងប្អូនមុននឹងយកទៅធ្វើជ្រក់ញ៉ាំ
បន្ទាប់មកទៀតគឺនឹងខ្ញុំយកតាពាំងហ្នឹងមកហាន់ជាជំរាកស្ដើងល្មមណាដើម្បីងាយស្រួលយកទៅស្រុះទៅគឺឆាប់ឆ្អិនតាមការពិតទៅតាពាំងខ្ចីអញ្ចឹងវាស្រុះឆាប់ឆ្អិនទេបងប្អូនប៉ុន្តែនឹងខ្ញុំហាន់វាទុយទៅវាស្រួលញ៉ាំផងឥឡូវនឹងខ្ញុំចាប់ផ្ដើមដាក់ដាំទឹកហើយដាក់អំបិលបន្តិចដាំឲ្យទឹកហ្នឹងវាឡើងរៀងក្តៅណាមិនបាច់ចាំពុះទេរួចហើយនឹងខ្ញុំយកតាពាំងហ្នឹងមកស្រុះបន្តិចដោយសារតាពាំងហ្នឹងវានៅខ្ចីអញ្ចឹងពេលយើងស្រុះទៅគឺឆាប់ឆ្អិនណាបងប្អូនអត់ស្រុះយូរទេយើងមើលមកល្មមតាមហ្នឹងកុំឲ្យលួយអាឡេះប៉ុណ្ណេះគឺនឹងខ្ញុំយកឲ្យតាពាំងហ្នឹងគឺត្រូវតែស្រុះទីមួយគឺដើម្បីកុំឲ្យវាហាងហើយនឹងមួយទៀតគឺឲ្យវាទន់ឆ្ងាញ់ណាឥឡូវនឹងខ្ញុំយកមកដាក់នៅក្នុងចានដែកមួយចំណែកអានេះវិញគឺជាតាពាំងជ្រក់ស្រាប់គេលក់នៅផ្សារចិនណានឹងខ្ញុំយកមកលាយជាមួយតាពាំងនឹងដែរបងប្អូនដើម្បីបង្កើនរសជាតិឲ្យក្លិនណាវាមានក្លិនប្រេងល្ងហើយនឹងប្រេងម្ទេសហើយរសជាតិវាគឺឡមណាអញ្ចឹងយើងយកមកធ្វើម្ហូបស្រួលបងប្អូនឆ្ងាញ់នឹងខ្ញុំដាក់ម្ទេសមួយគ្រាប់ពីរគ្រាប់ទៅហើយនេះគឺជាទឹកខ្មេះបងប្អូនដាក់តាមចំណូលចិត្តទៅចង់ជូរប៉ុណ្ណាអីប៉ុណ្ណាតាពាំងជ្រក់នេះធ្វើភ្លាមគឺញ៉ាំបានភ្លាមហើយដាក់ស្ករបន្តិចទៅបងប្អូនពិសាប៊ីចេងដាក់ប៊ីចេងទៅនឹងខ្ញុំអត់ប្រើទេហើយដាក់ស្ករបន្តិចទៅប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនហើយមានទឹកត្រីបន្តិចដែរយើងច្បុកច្បល់វាឲ្យសព្វចូលជាតិគ្នាទៅគឺអាចញ៉ាំបានភ្លាមតែម្ដងយកពីឆ្ងាញ់ខ្លាំងញ៉ាំជាមួយគោងៀតឬក៏សាច់អាំងសាច់ចៀនក្រៀមអីហ្នឹងសាច់អីក៏យើងញ៉ាំបានដែរសាច់មាន់សាច់ត្រីសាច់អីហ្នឹងបងប្អូនហើយត្រីងៀតត្រីអីហ្នឹងគឺនឹងខ្ញុំចូលចិត្តណាស់ញ៉ាំជាមួយតាពាំងជ្រក់ហ្នឹងគឺថាឆ្ងាញ់ខ្លាំងយកតែមែនតើណាបើនិយាយទៅតាពាំងជ្រក់នេះញ៉ាំជាមួយសាច់អីក៏ឆ្ងាញ់ដែរហើយញ៉ាំជាមួយបាយតេក៏ឆ្ងាញ់ដោយសារវាឆ្ងាញ់អញ្ចឹងញ៉ាំមួយអីក៏ឆ្ងាញ់បន្ទាប់ពីធ្វើជ្រក់ដួសទុកក្នុងទូទឹកកកអីហើយរួចរាល់ហើយនឹងឆ្លៀតមកមើលជុំវិញសួនច្បារផ្ទះកយគុណទេសភាពដោយសារមេឃល្អហើយមើលពូកាត់ស្មៅផងបងប្អូនអើយឥឡូវហ្នឹងពូកាត់ស្មៅបែបខ្ជិលបងប្អូនកាលមុនកើបទៅចាក់នឹងក្រួយធ្វើជីឥឡូវអត់ទេខ្ជិលដែរនោះកើបស្មៅទៀតវាយូរកាត់ក៏យូរកើបក៏យូរមានណាកាត់បង្ហុយអញ្ចឹងហ្មងទៅវាស្រួលហើយវាលឿនផងបើនិយាយពីផ្កានេះនាងខ្ញុំស្រឡាញ់វាដូចប្រភេទផ្កាព្រៃបងប្អូនវាដុះនៅផ្ទះនាងខ្ញុំនឹងឯងនិយាយពីពណ៌វិញគឺស្អាតណាស់ប៉ុន្តែវាឆាប់រុះរោយដែរទេសភាពនៅជុំវិញផ្ទះនាងខ្ញុំគឺស្រស់ស្រាយអមជាមួយបរិយាកាសហើយសត្វចាបវាស្រែកព្រោះ